សូមមាសការថ្វាយបង្គំចំពោះកណ្ណាចាស់គ្រប់ព្រះអង្គចម្រើនពរញាតិញោមទាំងអស់គ្នាព្រោះនេះគឺសកម្មភាពដំណើរលើទូកស្មាច់ណាគេហៅថាបាឡាញាតិញោមនេះបាឡានេះអ៊ំដោយព្រះមហាអរិយមគ្គណាព្រះមហាអរិយមគ្គអង្គ3ព្រះអង្គបានអុចអង្គធ្វើអ្នកចែវនេះគឺបឹងទន្លេសាបហ្នឹងញោមណាបឹងទន្លេសាបដែលទឹកឡើងស្អាតមែនញោមងាយណាញោមងាយបានជិះទូកអីចែវអីខ្លួនឯងអីចឹងនេះអត់មានទេអត់ដែរទេណ៎ឃើញទេណាហើយនេះកុំថាអ្នកកំពុងទឹកអីណាគឺអត់ទេគឺអ្នកលើទេចែវទូនេះណាកំពុងចែវឲ្យខ្ញុំតោហើយណាតោហើយញញោមតោហើយណា1 2តោហើយក្រោយពីចេញភាសាហើយតោរហ្មងអូបាត់តព្រៃវិញបងអើយបាត់តព្រៃវិញហើយក្បាលចូលព្រៃវិញហើយចាឡើងចែចុះក្បាលចូលព្រៃបឹងទន្លេសាបញញោមហើយស្រស់ស្អាតណាក្រោយពីមកប៉ុនគេទេញោមមកប៉ុនគម្រប់ខួប7ថ្ងៃហើយក៏ឆ្លៀតឱកាសស្គាល់ញោមទៅក៏គាត់ឲ្យទូកចែវផត់ឯងផុសខ្លួនឯងស្រស់ស្អាតណាស់ញញោមអើយរឿងរ៉មានចែវទៅហើយញញោមចែវទៅកវលញោមហើយណែស្អាតណាស់នៅពេលព្រឹកព្រលឹមលើដងបឹងទន្លេសាប